ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំមានវីដេអូនេះមួយចង់ឆ្លើយតបទៅជនក្បត់ជាតិម្នាក់ដែលគាត់ជេរសម្ដេចឥឡូវសូមបងប្អូនស្ដាប់ ดูแม่หุ่นแซนดูแม่หุ่นมาแนดอีสองคนนี่ใครผู้นำประเทศอีเฮียอีสัตว์อีควายmột cái nhữngปีเนี่ยนี่ซ้ำมาเชิญกระดาษมุกอ่ะไอ้ปีกบาลนะนามุยรอนไตรอ่ะไอ้เนี่ยดักนอมประเทศเพื่ออ้อยประเทศจะลาจอลเธออ้อยขมายยืนรูดขนมสกนั่งรูดต่างไพ่พัดបងប្អូននៅក្នុងវីដេអូនេះជនម្នាក់នេះគឺក្រុមជនដែលក្បត់ជាតិទាំងស្រុងតែម្ដងវាចេះត្រឹមតែមកជេរនិងហៃអើតាមគេហាមកជេរសម្ដេចហើយធ្វើឲ្យសម្ដេចនេះធ្វើឲ្យប្រទេសចលាចលចង់ប្រាប់លោកឯងថាកម្ពុជាបើសិនគ្មានសម្ដេចតេជោប្រហែលជាក្បាលឯងនេះមិនអាចស្គាល់អ្វីថាប្រទេសកម្ពុជាទេកម្ពុជាមានដល់ថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចអញ្ចឹងក្បាលឯងនេះបានទៅរស់នៅលើទឹកដីគេសងំនៅសុកទៅបើលក់ក្បាលលក់ឲ្យគេហើយសងំនៅឲ្យសុកទៅប្រជាជននៅក្នុងប្រទេសកម្ពុជារាប់លានអ្នកដែលគ្រប់គ្រងការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចបវរធិបតីប្រកបដោយភាពឆ្លាតវៃហើយបើល្ងងទេសិក្សាឡើងវិញហើយធ្វើអ៊ីនធឺណិតមើលផងថានៅក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះអ្នកណាគេដែលជាអ្នកសេដ្ឋកិច្ចដ៏ពូកែបំផុតនៅក្នុងប្រទេសកម្ពុជានិយាយទៅសឹងគឺទាំងជនជាតិខ្មែរតែម្ដងមិនថាតែនៅក្នុងប្រទេសកម្ពុជាទេសើចមើលផងបើល្ងងទេកុំបានតែត្រឹមតែចេញទ្រឹស្ដីជេរបើលក់ក្បាលហើយលក់ទៅផលិតកសិករផលិតស្រូវផលិតពោតសណ្ដែកឲ្យបានថោកទាំងអស់ហើយនាំទៅពីយួនពីអីមកស៊ីឥឡូវនឹងបិទខាងថៃឲ្យនាំចូលខាងយួនតើឲ្យប្រជាពលរដ្ឋរស់តាមព្រំដែននឹងរស់ដោយវិធីណាអញ្ចឹងបានថាជនល្ងងលក់ខួរក្បាលលក់សញ្ជាតិលក់ជនជាតិខ្លួនឯងទៅរស់នៅលើទឹកដីគេហើយនៅតែល្ងងទៀតមុននឹងរឿងបញ្ហាសេដ្ឋកិច្ចរឿងបញ្ហាស្រូវអង្គចុះថោកហើយនឹងការនាំចូលលោកឯងត្រូវសិក្សាឡើងវិញឲ្យច្បាស់កុំពុះព្រុសទាំងល្ងើថោកឬថ្លៃវាអាស្រ័យលើទីផ្សារពិភពលោកទីផ្សារអ្នកដែលគេទិញចូលលោកឯងត្រូវដឹងគ្មានថ្នាក់ដឹកនាំណាម្នាក់ចង់ឲ្យប្រជាជនខ្លួនឯងវេទនាទេហើយកម្ពុជាសប្តាហ៍ថ្ងៃនេះគឺរីកចម្រើនហើយប្រជាពលរដ្ឋដែលស្រែកថាលំបាកសិតតែប្រជាពលរដ្ឋកម្រិតលោកឯងហ្នឹងហើយអ្នកដែលស្រែកថាលំបាកហ្នឹងសុទ្ធតែពួកអ្នកនៅក្រៅប្រទេសនិងអ្នកក្នុងបណ្ដាញសង្គមរីឯជីវភាពប្រជាពលរដ្ឋពិតប្រាកដដែលគេចុះសិក្សាវាអត់មានដូចអ្វីដែលក្រុមលោកឯងនឹងនិយាយទេបើឯងវាអត់ជាខ្មាស់គេទេណាខួរក្បាលពួកឯងដូចជាគិតដឹកនាំប្រទេសអីឯងពីរនាក់នេះមិនសមរស់នៅលើផែនដីទេហើយប្រជាពលរដ្ឋថៃគេព្រមថាបើសិនជាចង់ឲ្យបញ្ចប់ចំនួនរឿងព្រំដែននឹងគួរតែអាហ៊ុនសែនឯងលេបថ្នាំសម្រាប់ខ្លួនឲ្យចប់ទៅខ្ញុំក៏គាំទ្រដែរឲ្យហ៊ុនសែនឯងលេបថ្នាំសម្រាប់ខ្លួនមើលហ៊ុនម៉ាណែតទៅដើម្បីឲ្យបញ្ហាព្រំដែននេះបានស្រាកស្រានបិទខាងថៃនាំចូលខាងយួនសួរថាអ្នកកើតបញ្ហាមុនអ្នកណាគេអ្នកបង្កើតបញ្ហាមុននៃការបិទព្រំដែនលោកឯងនឹងលក់ក្បាលឲ្យថៃហើយនៅនិយាយភាសាអញ្ចឹងចេញមកបានទៀតថៃជាអ្នកបង្ករឿងបាញ់ស្លាប់ទាហានខ្មែរមុនហើយបិទព្រំដែនមុនទាំងអស់កម្ពុជាធ្វើតាមក្រោយអត់មានបានទៅបិទព្រំដែនមុនទេលោកឯងកុំស្ដាប់តែមួយខាងបើក្នុងនាមខ្លួនឯងជាខ្មែរលោកឯងត្រូវតែនិយាយឲ្យយុត្តិធម៌អ្នកណាបិទអ្នកមុនអ្នកណាបិទមុនលោកឯងត្រូវនិយាយឲ្យត្រង់ឲ្យត្រឹមត្រូវកុំនិយាយភាសានេះគឺជាភាសាលក់ក្បាលហើយដែលមិនសមរស់នៅលើផែនដីគឺជនលក់ក្បាលជនក្បត់ជាតិគឺជនលក់ក្បាលដូចឯងទៅនៅប្រទេសគេលេងស្គាល់ជនជាតិខ្លួនឯងលេងស្គាល់ប្រទេសខ្លួនឯងហើយទៅនិយាយភាសាកាន់ជើងប្រទេសគេមានន័យថាលោកឯងនឹងលក់ក្បាលអ្នកដែលលក់ក្បាលពិតប្រាកដគឺលោកឯងរីឯសម្ដេចទាំងទ្វេលោកកសាងជាតិតាំងពីបាត់ដៃទទេរហូតប្រទេសនេះខ្លាយជាប្រទេសអភិវឌ្ឍដែលស្មើមុខស្មើមាត់លើពិភពលោកក្រុមលោកឯងនៅប្រឆាំងជាពិសេសពួកអ្នករស់នៅសៀមហ្នឹងដែលប្រឆាំងនៅសៀមនេះដែលមិនស្គាល់ទទួលស្គាល់ការពិតខ្លួនឯងសម្ដីត្រង់កន្លែងនិយាយថាជនជាតិសៀមចង់ឲ្យសម្ដេចសម្លាប់ខ្លួនលោកឯងល្ងងខ្លាំងនេះជាកលល្បិចដែលគេធ្វើកំចាត់អ្នកខ្លាំងលោកឯងត្រូវដឹងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាថៃអត់មានប្រវត្តិថាថៃកោតញញើតកម្ពុជាក្នុងប្រវត្តិណាមួយទេទៅតែក្នុងសម័យតេជោហ៊ុនសែននេះថៃកោតញញើតថៃអត់ហ៊ានរំលោភបំពានអីទាំងកំរោលទេលោកឯងត្រូវដឹងព្រោះតែសម្ដេចលោកខ្លាំងលោកប្រកែកទាំងនយោបាយក្នុងស្រុកទាំងនយោបាយការបរទេសឆ្លាតវៃគ្រប់រឿងមើលឆ្លុះបញ្ហាគ្រប់យ៉ាងទៅគេចេញនយោបាយបំផុសបំផុលប្រជាពលរដ្ឋគេនិងបំផុសខួរល្ងងដោយលោកឯងហ្នឹងដើម្បីឲ្យធ្វើយ៉ាងណាឲ្យសម្ដេចចុះចេញពីតំណែងឬក៏សម្ដេចឲ្យសម្ដេចសម្លាប់ខ្លួនដោយសម្ដីលោកឯងហ្នឹងពេលដែលអស់សម្ដេចហើយងាយស្រួលក្នុងការជិះជាន់របស់គេលោកឯងត្រូវដឹងលោកឯងត្រូវយល់ក្នុងពួកប្រវត្តិសាស្ត្រអត់ដែលមានប្រទេសសៀមញញើតខ្មែរទេទៅសម័យសម្ដេចតេជោហ៊ុនសែនឆ្លងមកដល់សម័យសម្ដេចធិបតីទៀតទៅសៀមកោតញញើតលោកឯងត្រូវយល់កុំនិយាយទាំងងងើលចាញ់កលនយោបាយគេចាញ់បោកគេ
và ta mơ rụp riêng lục anh mình men chỉ chôn chết khai cần đào phong bay hay chỉ chôn chết khai lờ rưỡi có cái hao thay chôn chết xiêm lục luôn xiêm sinh chết campuchia phong bay bắt đầu bộ lục ba sập bộ lục anh bà ở con trai nhưng xong miền mà tệ năng cho ở con trai